trong ai nhận đầm lâu chụp tiếu lúc xây nên cả nhà nâng cái mặt tôi test này cái chân tầng áo chỉ tim mệt rầy cha ngày ní công việc thi át cầm bằng được tất cả bàn vẫn một chụp lần liền xa chỉ thay mà đong tiền hỏi đại miền cao và thom piផលិតកម្ម Sarika Sarapik ចា ផលិតកម្ម Sarika Sarapik គឺជាផលិតកម្មដែលមានគោលការណ៍ពីររបស់ខ្លួនគឺការអភិរក្សសិល្បៈតន្ត្រីនិងចម្រៀងសម័យជាតិពីទសវត្សរ៍ទី50ដល់70និងការអភិវឌ្ឍបទចម្រៀងដោយខ្លួនឯងចានៅពេលនេះផលិតកម្ម Sarika Sarapik បានធ្វើការអភិវឌ្ឍនៅបទចម្រៀងសម័យដោយខ្លួនឯងរួចហើយដោយសិក្សាអំពីគំនិតគោលគំនិតរបស់អ្នកនិពន្ធរៀមច្បងរបស់យើងទាំងទឹកដមសំនៀងផងដែរចាប៉ុន្តែមុននឹងផលិតកម្ម Sarika Sarapik បានចេញនៅស្នាដៃរបស់ខ្លួននោះផលិតកម្មបានបង្ហាញនៅស្នាដៃរបស់រៀមច្បងជាមុនសិនពីព្រោះថាលោកបានខំបង្កើតនៅស្នាដៃបន្សល់ជាមរតកសម្រាប់វប្បធម៌ជាតិដ៏មានតម្លៃហើយក៏ចង់មានបំណងចង់ឲ្យកូនខ្មែរចំនួនក្រោយបានយល់និងដឹងតាបុព្វបុរសខ្លួនបានធ្វើអ្វីខ្លះក្នុងទសវត្សរ៍ទី50ដល់70សម្រាប់វិស័យសិល្បៈវប្បធម៌ជាតិនេះចា៎បាទជាការពិតណាស់ប្រិមត្តទស្សនិកជនជាទីមេត្រីដោយប្រិមត្តទស្សនិកជនបានជ្រាបមកហើយថាកម្មវិធីអត្តកបាដតកាគឺយើងធ្វើឡើងដើម្បីរំលឹកឡើងវិញនៅរឿងរ៉ាវខ្លះៗតាក់ទងពីដតកាដូចជាជីវប្រវត្តិឬក៏ស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងព្រមទាំងសូរសៀងសម្លេងដ៏ក្រអៅក្រអួនដែលនៅតែមានគុណភាពក្នុងអារម្មណ៍ខ្មែរនាសម័យបច្ចុប្បន្នមិនអាចបំភ្លេចបានបាទឃើញថាសម្រាប់ពេលនេះកម្មវិធីអត្តកបាដតការបស់យើងបានវិលមកជួបប្រិមត្តទស្សនិកជនសាជាថ្មីទៀតហើយមិនចឹងកញ្ញាណាបាទឥឡូវខ្ញុំបាទសូមជម្រាបសួរកញ្ញាបន្តិចសុខសប្បាយទេបាយគ្នាមួយរយៈនេះបាទចានេះខ្ញុំមានសេចក្តីសុខសប្បាយទេចាអរគុណចុះចំពោះលោកឧត្តមវិញចាបាទមានសេចក្តីសុខសប្បាយខ្លាំងណាស់ហើយជាពិសេសការសម័យដែលខ្ញុំបាទចង់ចាប់ដៃគូធ្វើកម្មវិធីជាមួយកញ្ញាហ្នឹងគឺបានសម្រេចដូចបំណងហើយចាគឺអស់រយៈពេល20ឆ្នាំបាទ20ឆ្នាំបានកន្លងផុតទៅបំណងក្នុងចិត្តចាបាទយើងសិតតែជាថាមនុស្សដែលពោពេញទៅដោយបេះដូងអតីតកាលហើយយើងស្រឡាញ់បទចម្រៀងរៀមច្បងពីដើមចាដូចជានឹងខ្ញុំខំស្រាវជ្រាវនឹងថែរក្សាទុកនៅឯកសារបទចម្រៀងទាំងឡាយតាំងពីនាងខ្ញុំដឹងក្តីរហូតមកដល់ពេលនេះគឺរយៈពេល20ឆ្នាំហើយធ្វើឲ្យយើងមានសង្ឃឹមនៅថ្ងៃនេះដែលចេញជាកម្មវិធីអត្តកម្មអតីតកាលធ្វើឲ្យនាងខ្ញុំមានភាពសប្បាយរីករាយក្នុងចិត្តណាស់ចា៎បាទហើយខ្ញុំបានក៏ទទួលស្គាល់ផងដែរថានៅពេលដែលកម្មវិធីរបស់យើងដំណើរការទៅប្រិយមិត្តទស្សនិកជននៅក្នុងប្រទេសខ្មែរយើងក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរបាទប្រកាសជាមានការចាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធីដែលយើងអភិរក្សនេះណាបាទចា៎ហើយខ្ញុំបានក៏ចង់ជំរាបសួរកញ្ញាផងដែរថាក្នុងនាមកញ្ញាជាអ្នកដែលគោលគំនិតដូចផ្ដើមកម្មវិធីនេះឡើងតើសម្រាប់ថ្ងៃនេះកញ្ញាបានអញ្ជើញភ្ញៀវកិត្តិយសរូបណាមកចូលរួមក្នុងកម្មវិធីរបស់យើងដែរបាទចាសម្រាប់ថ្ងៃនេះកម្មវិធីយើងមានកិត្តិយសណាស់ដែលបានការអញ្ជើញចូលរួមពីអ្នកចម្រៀងរៀមច្បងរបស់យើងពីទសវត្សរ៍ទី50ដល់70ដែលលោកធ្លាប់មានឈ្មោះល្បីល្បាញណាស់ដែរនោះគឺអ្នកនាងសៀងឌីចាអូបាទឃើញថាប្រពៃណាហើយក៏សូមថ្លែងអំណរគុណចំពោះអ្នកនាងដែលលោកខំចំណាយពេលវេលាដ៏មានតម្លៃហើយផ្ដល់កិត្តិយសសម្រាប់កម្មវិធីអត្តកបាដតការបស់យើងនេះឡើងណាបាទចាបាទប្រិយមិត្តទស្សនិកជនជាទីមេត្រីឃើញថាសម្រាប់ថ្ងៃនេះកម្មវិធីអត្តកបាដតកាគឺមានកិត្តិយសមែនទែនហើយមានសេចក្តីរំភើបខ្លាំងណាស់ដែលហៅថាអ្នកនាងសៀងឌីដែលលោកមានឈ្មោះល្បីល្បាញតាំងពីទសវត្សរ៍មុនណាកញ្ញាបាទទី50ដល់70បាទទី50ដល់70លោកបានផ្ដល់កិត្តិយសសម្រាប់កម្មវិធីថ្ងៃយើងថ្ងៃនេះស្មានមិនដល់ទេណាចាខ្ញុំក៏មានសេចក្តីរំភើបដែរហើយពេលនេះក៏សូមជម្រាបសួរចាអ្នកនាងចាចាបាទសួរអ្នកនាងចាតើអ្នកនាងមានសេចក្តីសុខសប្បាយទេចាសុខសប្បាយណាស់អូចាបាទវិលមកនៅប្រទេសកម្ពុជាវិញតាំងពីឆ្នាំ1994បាទចាខ្ញុំនៅរហូតហើយលឿនមកផ្លែសោះសឹងចិត្ត20ឆ្នាំអូចាប៉ុន្តែបើនិយាយពីសម្រស់អ្នកនាងនៅតែស្រស់ស្អាតជានិច្ចនេះខ្ញុំមើលទៅចាខ្ញុំអរគុណចាឃើញថាសុខភាពរបស់អ្នកនាងល្អមែនទែនបាទសុខភាពមាំទាំខ្លាំងណាស់បាទចាសំទោសចាសប្តាហ៍តាអ្នកនាងមមាញឹកនឹងវិជ្ជាជីវៈប្រចាំថ្ងៃយ៉ាងណាខ្លះដែរទេចារាល់ថ្ងៃហ្នឹងមែនតើខ្ញុំធ្វើឲ្យរវល់តែម្ដងបាទខ្ញុំមិនឲ្យខ្លួនខ្ញុំទំនេរអូចាឲ្យរវល់ដើម្បីយើងអាយុកាន់ច្រើនយើងតែរវល់ឡើងដើម្បីឲ្យសុខភាពយើងល្អបាទខ្ញុំយើងនៅតែគេនៅផ្ទះមើលកុនមើលទូខ្ជិលចាធ្វើឲ្យស្ពឹកសពុនចាខ្ជិលឲ្យសោះចាកុំឲ្យខ្ជិលឲ្យសោះថ្ងៃនេះខ្ញុំចូលរៀនកុំព្យូទ័រទៀតអូចាហើយ
តនេះខ្ញុំហាត់ច្រៀង អូចា ខ្ញុំជួយចិត្តច្រៀងណា បាទបាទ ចាជួយចិត្តច្រៀងឡើយប៉ុន្តែខ្ញុំច្រើនហាត់បទអង់គ្លេស បាទ អូចា ហើយក្រៅពីពេលនោះខ្ញុំមិនយកខ្លួនខ្ញុំទៅហាត់ទេសម្រាប់ខ្ញុំរាំ បាទបាទ ខ្ញុំដើររាំដូចខ្ញុំទៅរកទៅ City Line ចា ទៅអីចឹងទៅឬមួយពេលការមិត្តភក្តិ ចា ទៅកន្លែងការទៅអីចឹងទៅថាខ្ញុំរាំខ្ញុំសប្បាយខ្ញុំចូលចិត្តរាំពីព្រោះរាំទៅវាធ្វើឲ្យយើងបែកញើសឲ្យរៀងយើងនៅល្អ បាទបាទ អូចា ខ្ញុំមិនហាត់ទេពីព្រោះដុកទ័រប្រាប់ថាខ្ញុំអត់ឲ្យហាត់ពេលណាខ្ញុំហាត់ខ្ញុំខំពេក អូចា ក្បាលយើងហ្នឹងខំដល់ពោះក្បាលយើងគិតខំហើយខំប្រឹងហាត់វាធ្វើទុកបេះដូងខ្ញុំ បាទបាទ ចា ចាតែអ្នកឯទៀតមិនអីទេហាត់ល្អប៉ុន្តែរូបខ្ញុំបែបហាមតាំងពីខ្ញុំនៅរដ្ឋកាលីហ្វ័រញ៉ា បាទឃើញថាការបកស្រាយឬក៏ការជម្រាបជូនរបស់អ្នកមនាងមុននេះណាកញ្ញាបាទ ចាចា ខ្ញុំបាទស្ដាប់ទៅស្លុងហ្មងបាទ ចា សូម្បីតែទឹកដមសម្លេង ចា របស់អ្នកមនាងក៏នៅតែរក្សាបាននៅភាពក្រឯកក្រអួនព្រោះបាទគឺថាព្រោះមែនតើបាទ ទាំងសម្លេងក៏អ្នកនាងនៅរក្សាបានល្អដល់ឡើយ អញ្ចឹងមិនថាសឲ្យឃើញថាអ្នកមនាងក្រៅពីទេពកោសលសិល្បៈដ៏កំពូលអ្នកមនាងនៅមានបទពិសោធន៍ក្នុងការថែរក្សាសុខភាពថែរក្សាសុខភាពហើយយកបទពិសោធន៍នេះបាទមិនលាក់លៀមទេបាទជម្រាបជូនប្រិយមិត្តទស្សនិកជនទាំងអស់ឲ្យបានជ្រាបបាទ ចាចា សប្បាយចិត្តណាស់បាទ ចាជាបន្តទៅទៀតនេះខ្ញុំចង់ជម្រាបសួរថាតើអ្នកមនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យប្រហែលឆ្នាំហើយចាហើយបទជាដំបូងដែលអ្នកមនាងបកស្រាយនោះជាបទមានចំណងជើងយ៉ាងណាទេចា ខ្ញុំហាត់ច្រៀងតាំងពីខ្ញុំនៅអាយុ7 8ឆ្នាំ អូបាទបាទ ហើយខ្ញុំមានភ័ព្វសំណាងនឹងបានស្គាល់ពីព្រោះបងថ្លៃខ្ញុំកាលមុនអត់គាត់មិនមែនបងថ្លៃទេដោយលោកសិនស៊ីសមុទ្រកាលមុនខ្ញុំហៅគាត់តពូឯងពមុតហៅពមុត បាទបាទ ពូឡនអីចឹងណា ចា ចាប៉ិនដល់គាត់និយាយដូចជាយើងការសប្បាយផងហើយនិយាយការពិត ចា ដល់គាត់ស្រឡាញ់បងស្រីខ្ញុំគាត់សុំឲ្យខ្ញុំហៅបងពីព្រោះហៅពូចាស់ពេក បាទបាទ ដល់អញ្ចឹងខ្ញុំហៅបងមុតបងឡនអីចឹងទៅចា ចា ប៉ុន្តែអត់បានជាការគ្នាទេគ្រាន់តែពេញចិត្តស្រឡាញ់ណា បាទបាទ ពីក្មេងនឹងស្រាប់ហើយយើងនៅក្មេងអ្នកណាក៏ចឹងដែរ បាទបាទ ហើយខ្ញុំហាត់ច្រៀងក្នុងអាយុ8ឆ្នាំទៅ9ឆ្នាំហ្នឹងហើយដល់គេឃើញបែបការនោះខ្ញុំច្រៀងបានសម្លេងខ្ញុំអាចនឹងច្រៀងប្រកួតជាមួយគេបានគោ Chef Orkes យ៉ាងកយុនកាលនោះវងភ្លេងរីតសី បាទបាទ រីតសីមានលោកពៅស៊ីផូគាត់វាយរនាតដែកណាគាត់លេងភ្លេងរនាតដែកហើយលោកភូមិបុផាគាត់ព្រមសាក់សូ បាទបាទ អូចា ចាហើយលោកហាសាឡនគាត់វាឡុងហើយគាត់សាក់សូទៀត អូចា ចាគាត់ចេះភ្លេងច្រើនណាស់ ចាចា ហើយកាលនោះលោកសិនស៊ីមុតគ្រាន់តែច្រៀងឯង ចា ហើយមានប្រុសច្រៀង 4-5 នាក់ទៀត បាទ ប៉ុន្តែកាលជំនាន់ខ្ញុំនៅពីក្មេងអ្នកចម្រៀងសិតតែគ្រូច្រើនតែគ្រូបង្រៀន អូចា រៀននៅកំពង់កទួតណាចា បាទបាទ ពេលដេញសៅរ៍អាទិត្យហ្នឹងសាលាជប់រៀនបានមកហាត់ច្រៀងចាទាំងស្រីទាំងប្រុសរៀននៅសាលាកំពង់កទួតនោះហើយនឹងមានអ្នកខ្លះធ្វើអេឡែកអូហ្វីសៀ ហើយលោកសិនស៊ីសមុទ្រក៏គាត់មានការគាត់ធ្វើដែរគាត់ធ្វើពេទ្យនៅក្នុងព្រះបរមរាជវាំង អូចាអញ្ចឹង ជាមួយលោកសុំម៉ាត់ហើយមានលោកសុំម៉ាត់ទៀតច្រៀង អូ ហើយខ្ញុំក៏មានចូលទៅក្នុងវងភ្លេង បាទបាទ រីតសីនឹងដែរនៅទូចហើយគាត់Chef Orkesគាត់ថាឲ្យច្រៀងចង់យកទៅប្រឡងប្រកួតប្រជែងព្រោះកាលនោះស្រុកខ្មែរយើងទៅបានឯករាជ្យក្រេកដល់55ប្រទេសកម្ពុជាយើងមានធ្វើពិព័រណ៍អន្តរជាតិមួយធំណាស់បាទនៅវត្តភ្នំហើយមានប្រឡងប្រជែងរូបភាពរូបសម្បត្តិហើយនឹងភ្លេងហើយនឹងចម្រៀង ហើយមានប្រឡងច្រើនទៀតប៉ុន្តែខ្ញុំនៅក្មេងពេកខ្ញុំដឹងតែខ្ញុំប្រឡងច្រៀងពេលនោះ អូចា ចាដល់រួចទៅក៏បានហាត់ច្រៀងកាលនោះខ្ញុំទៅហាត់ជាមួយលោកសិនស៊ីសមុទ្រនោះរាល់ល្ងាចពេលខ្ញុំចេញ ជា រៀន អ្នក ណា បង្ហាត់ត បាទ ចា ចាពួកខ្ញុំនៅពីក្មេងខ្ញុំអត់ដែលដើរលេងទេខ្ញុំចេញពីរៀនម៉ោង5ល្ងាចខ្ញុំដើរទៅហាត់ច្រៀងជាមួយគាត់ហើយខ្ញុំមានពួកម៉ាក់ខ្ញុំមួយគាត់រស់សប្តាហ៍ថ្ងៃហ្នឹង បាទបាទ ស្រីដូចគ្នាគាត់អាយុ7 8ឆ្នាំដូចតែខ្ញុំអញ្ចឹងពេលគាត់ចូលចិត្តភ្លេងគាត់ដើរទៅតាមខ្ញុំគាត់ម្នាក់ឯងបងខ្ញុំមាន5បងប្អូនខ្ញុំមាន5នាក់ បាទបាទ ដល់អញ្ចឹងគាត់អត់មានគ្នាគាត់ដើរទៅជាមួយគ្រួសារខ្ញុំបងប្អូនខ្ញុំហើយពេលខ្ញុំទៅហាត់ច្រៀងគាត់ដើរតាមខ្ញុំសប្តាហ៍ថ្ងៃគាត់ធ្វើពេទ្យនៅ
កម្ពុជាណា អូ គាត់ ចា ខាងមើលបុគ្គលិកនៅកម្ពុជាណា បាទបាទ ចាគាត់ឈ្មោះមុំប៊ុនទី អូ គាត់នៅ ចា រស់ហើយគាត់ស្គាល់លោកសិនស៊ីសមុទ្រជំនាន់ហ្នឹងដែរ បាទបាទ ហើយគាត់ទៅ ចា ហាត់ភ្លេងជាមួយខ្ញុំដើរជាមួយខ្ញុំគាត់ទៅហាត់ពេលខ្ញុំហាត់ច្រៀងគាត់ទៅគាត់នឹងធ្លាក់ទឹកទៀតកាលនោះផ្ទះលោកសិនស៊ីសមុទ្រយើងពីជំនាន់មុនដូចថាមិនទាន់បំពេញដេញដីអីនោះម្ល៉េះហើយដើរទៅតាមដេញជើស្អី ស្ពានចា ដើមមិនដេញអាស័យដើមអាស័យប៉ុណ្ណេះដើមអាស័យធំៗមក ចា ដើមអាស័យអញ្ចឹងមួយគេដាក់ពីរជាប់គ្នាអញ្ចឹងទៅដើរទៅផ្ទះលោកសិនស៊ីសមុទ្រកាលនោះ ចាក្នុងការហាត់ច្រៀងមានការពិបាកខ្លាំងទេចា ដូចសុបាយអត់ពិបាកផងខ្ញុំ អូចា ព្រោះគាត់បង្ហាត់ខ្ញុំច្រៀងពេលហ្នឹងខ្ញុំចាំរហូតគាត់ប្រាប់អីបន្តិចគឺខ្ញុំចាំភ្លាមឲ្យពេលជំនាន់ពីក្មេងខ្ញុំចេះច្រៀងបទប្រាំងចេះច្រៀងបទអង់គ្លេសអីដោយសារដោយខ្ញុំអត់ទាន់ចេះមើលអក្សរ បាទបាទ អត់ទាន់ចេះអានទេ បាទ ចេះតែមើលអក្សរខ្មែរអត់ទាន់ចេះអាន អូ ដល់ ចា ខ្ញុំប៉ុន្តែខ្ញុំមេមកខ្ញុំល្អគួរក្បាលខ្ញុំល្អឮបទច្រៀងតែពីរដងខ្ញុំចេះច្រៀង អូ ចា បាទបាទ បទសាសគេក៏ដោយខ្ញុំចេះច្រើនណារា បា ល់ ទបាទ បទពីក្មេងខ្ញុំច្រៀងតែបរទេសទេច្រៀងប្រាំងច្រៀងគប់សាស អូចា ចាព្រោះចេញបទខ្មែរមួយមកល្បី បាទ ពី បាទ ព្រោះគេអត់ដែលឮខ្ញុំច្រៀងខ្មែរ អូចា ហើយបទខ្មែរដែលអ្នកនិពន្ធដែលតែងបទខ្មែរហ្នឹងច្រើនតែអ្នកល្បី បាទ តែងបទឲ្យមួយព្រោះខ្ញុំមិនសូវចេះ ចា មិនសូវបាន ចា ច្រៀង សុំ ខ្ ទោស មែ បទជាដំបូងដែលអ្នកនាងច្រៀងគឺបទដែលបានថតក្នុងថាសចម្រៀងចាជាបទមានចំណងជើងថាម៉េចដែរចា តែបទដំបូងដែលខ្ញុំច្រៀងហ្នឹងច្រៀងជាមួយហ្នឹងបទលោកសឹងស៊ីសមុទ្រដែលមានភាសាមិញតែបទអីដែលខ្ញុំច្រៀងមុនដំបូង ចាចា បាទបាទ ហាត់ច្រើនណាចាបទច្រើនណា ចា ប៉ុន្តែកាលដែលច្រៀងដែលចេញមុខហ្នឹងពេលដែលប្រឡងច្រៀងហ្នឹងទៅមក អូចាលោកនិពន្ធផ្ទាល់តែម្ដងចា កាលនោះខ្ញុំមិនដឹងអ្នកណានិពន្ធផង អូ ហើ ចា យគាត់ច្រៀងប៉ុន្តែគាត់បង្ហាត់ខ្ញុំច្រៀងបែបគាត់តែក៏មិនដឹងគាត់បង្ហាត់ខ្ញុំច្រៀងអាដេញបទហ្នឹងឈ្មោះរាត្រីជាស្អីចន្ទ្រាជាសាក់សី អូចា ចាច្រៀងតជាមួយគាត់ បាទបាទបាទ អូ ចាច្រៀងតជាមួយគាត់មួយបទហើយច្រៀងខ្លួនឯងមួយបទ ថតក្នុងណាស់ថាសដែរទេចា អត់ទេកាលជំនាន់នោះអត់មានថតថាឯងច្រើនតែថតមិនទាន់ចេញថាច្រើនតែថតអាដេញហ្វីមវាប៉ុណ្ណេះ ចា បាទប៉ុណ្ណឹងមួយហើយ ចា រឡូវាទូជាងតុកហ្នឹងតិចទេ ចា ចា បាទបាទ ថតឲ្យថតនៅខាងក្រសួងឃោសនាការ បាទបាទ ទៅហើយទាំងឡានពួយឡានក្រសួងឃោសនាការពីជំនាន់មុនអត់មានកៅអីអង្គុយទេ អូចា ឡានជា4ជ្រុងអញ្ចឹងដោយ Volkswagen អាដីបាំងអញ្ចឹងបើអត់មានកៅអីណា អូចា គេយកកៅអីចេញទាំងអស់នោះគ្នាឈរថាសប្បាយនោះសប្បាយ អូ ពេល ចា ឡានទុកហ្វ្រាំងដប់នោះដួលអូយខ្ញុំទៅទួយជាងគេ ចា ដួលចុះដួលឡើងពួយថតនៅក្រសួងឃោសនាការថតម្ដងមានតែមីក្រូ2ឯង អូ មានមីក្រូ ចា 2ឯងថតកាលនោះហើយថតមួយតែច្រៀងមួយភ្លេង អូចា មួយច្រៀងមួយភ្លេងរួចថតពីពេលណាច្រៀងបើភ្លេងណាមួយខុសព្រោះភ្លេង22នាក់ផ្លុំ អូចា ផ្លុំផងស្គរផងអីផងបូកមនុស្សទៅច្រើន